ขนมเรียเบลต่อสู้สงครามวัดขมายในดับบอลวีเรียบตันดีกุลงมันตรำแต่เจียกันแรงปฏิบัติจำเนื้อศาสนาปนเตแถมเตียงเยี่ยมูลฐานดอกเรืองมวมสำหรับจรณาปฏิวัติเตียพองประสังหนึ่งเมียมีปดบริษัทในตีนี้บ้านการเปียกรรมพิบาลโดยสงบสงัดทั่วอ่อยวัดคลายเกียรติจำรวกสวัสดิเพียบรวมจำแนกอย่างสำคัญขนมโจกใจประวัติศาสตร์จนเจียดឆ្នាំ1957ដល់ឆ្នាំ1958នៅក្រមព្រះវិហារនៃវត្តអូមិកស្រុកកោកែខេត្តត្រវិញបានធ្វើលេនដ្ឋានសម្ងាត់មួយបានជីកនៅក្រមអាសនៈព្រះពុទ្ធខ្លាយជាទីជម្រកសុវត្ថិភាពសម្រាប់កម្មាភិបាលបដិវត្តព្រះចៅអធិការថៃសំនិងប្រជាជនបានការពារកម្មាភិបាលក្នុងបណ្ដាថ្ងៃតានតឹងបំផុតក្នុងសម័យកាលស្រុកទីកើតសង្គ្រាមហ្នឹងព្រះអង្គក៏ចេញទៅធ្វើបដិវត្តជាមួយនឹងរដ្ឋអញ្ចឹងណាធ្វើជាចលនាប្រជាជនដើម្បីតស៊ូឆាំងជាមួយនឹងខ្មាំងរំដោះប្រទេសជាតិអញ្ចឹងច្រើនឆ្នាំប្រវត្តិយើងគឺព្រះអង្គបានចលនាប្រជាជនពុទ្ធបរិស័ទហ្នឹងក៏សាងកុដិសាលាមានសាលាទានសាលាធម្មសភានេះជាដើមហើយសាលាធម្មសភាហ្នឹងក៏នៅក្នុងសម័យសង្គ្រាមអាមេរិកត្រូវក្របត្រូវថាត្រូវក្របជាទម្ងន់ណាបាក់បេកយ៉ាងធ្ងន់នៅស្លាកស្នាមដល់បច្ចុប្បន្នស្ថិតនៅចំកណ្ដាលតំបន់ប្រយុទ្ធយ៉ាងសាហាវវត្តដំបងពះឃុំដូនជោស្រុកយើងហៃធ្លាប់ជាកន្លែងខ្មាំងតាមដានយ៉ាងដិតដល់កម្លាំងសត្រូវឆ្លៀតឱកាសបញ្ហាជនជាតិនិងសាសនាដើម្បីបំបែកបំបាក់ជនរួមជាតិដោយគោលបំណងប្រឆាំងនឹងបដិវត្តទោះបីយ៉ាងនេះក៏ដោយប៉ុន្តែចំពោះការបដិញ្ញាចិត្តរបស់ព្រះសង្ឃនិងប្រជាជនកម្មាភិបាលជាច្រើននៅតែបានគ្រប់ដណ្ដប់និងការពារដោយសុវត្ថិភាពដើម្បីធ្វើសកម្មភាពរហូតដល់ខ្មាំងវាសង្ស័យវាចាប់ព្រះសង្ឃចាប់ព្រះអង្គចាប់ទាំងលោកទាំងអស់ទៅខេត្តឆ្នាំ1963ណាចាប់យកទៅតែដោយការឆ្លៀសវៃរបស់គណៈចនាសង្ឃខេត្តយើងគឺថាយកការតស៊ូបាតុកម្មផងហើយនឹងការឆ្លើយពីសម្ដីនេះយើងឆ្លៀសវៃយ៉ាងខ្មាំងយើងដោះស្រាយបានរួចជូនប្រគិនប្រសង់មកវត្តព្រះអង្គជាធម្មតាសិក្សារៀនសូត្រលោកថៃខែនអតីតព្រះសង្ឃនៅវត្តដំបងពះត្រូវបាត់បង់ឪពុកម្ដាយនិងបងប្អូនដោយសារគ្រាប់បែកអាមេរិកពេលគាត់មានអាយុ9ឆ្នាំយល់ដឹងអំពីបដិវត្តតាំងពីក្មេងលោកនិងព្រះសង្ឃចលនាប្រជាជនឲ្យផ្គត់ផ្គង់ស្បៀងអាហារនិងប្រមូលព័ត៌មានអំពីសត្រូវឆ្លងតាមការបិណ្ឌបាតហើយរាយការណ៍ទាន់ពេលដល់កម្មាភិបាលបដិវត្តក្នុងប្រព័ន្ធព្រះពុទ្ធសាសនាថេរវាទខ្មែរមានអង្គការមួយបានហៅថាសមាគមព្រះសង្ឃស្នេហាជាតិវត្តណាក៏ដូចវត្តណាដែរព្រះសង្ឃណាក៏ដូចព្រះសង្ឃណាដែរពេលនោះសុទ្ធតែមានសតិជាតិចង់បានសន្តិភាពឯករាជ្យនិងឯកភាពផ្ដើមពីសតិនោះហើយទើបខ្ញុំចូលរួមសកម្មភាពបដិវត្តពេលព្រឹកចូលលាក់ខ្លួនក្នុងវត្តពេលល្ងាចយើងចេញទៅធ្វើសកម្មភាពនៅខាងក្រៅចំពោះការហូបចុកប្រជាជនយកចិត្តទុកដាក់ផ្គត់ផ្គង់ឲ្យបដិវត្តខ្លាំងណាស់ទោះបីពួកគាត់ក្រក៏ដោយប៉ុន្តែអង្គមួយកំប៉ុងឬពីរកំប៉ុងគេក៏ចែកឲ្យយើងដែរការលាក់បាំងដោយស្ងៀមស្ងាត់របស់ព្រះសង្ឃនិងប្រជាជនបានរួមចំណែកការពារខឿនឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិការចងចាំទាំងនោះគឺជាភស្តុតាងនៃសាមគ្គីភាពនិងភាពរឹងមាំក្នុងពេលវេលាដ៏សំខាន់នៃប្រវត្តិសាស្ត្រជនជាតិ